អាគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តបាត់ដំបងលោកត្រានថងអញបានគូបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងជាអ្នកជិតខាងគ្នាជាប្រពៃណីរវាងវៀតណាមនិងកម្ពុជាដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាមន្ត្រីការទូតដដែលបានលើកឡើងយ៉ាងដូចនេះនៅក្នុងពិធីជួបជុំជាមួយនឹងសហគមន៍វៀតណាមប្រចាំនៅខេត្តបាត់ដំបងកាលពីថ្ងៃអាទិត្យទី1ខែកុម្ភៈដែលរៀបចំឡើងសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ2026យោងតាមកាសែតប្រជាជនញ៉ាន់ដានលោកត្រានធឿងអញបានលើកឡើងថាស្ថានអគ្គកុងស៊ុលវៀតណាមនៅខេត្តបាត់ដំបងនឹងបន្តផ្ដល់អាទិភាពដល់ការការពារប្រជាជននិងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សមាជិកសហគមន៍ដើម្បីលើកកម្ពស់ការទូតសេដ្ឋកិច្ចគាំទ្រការតភ្ជាប់អាជីវកម្មនិងពង្រឹងទំនាក់ទំនងការទូតវប្បធម៌លោករំពឹងថាកិច្ចការនេះនឹងបន្តទទួលបានការគាំទ្រពីអាជ្ញាធរកម្ពុជាការលើកឡើងរបស់អគ្គកុងស៊ុលវៀតណាមនៅក្នុងខេត្តបាត់ដំបងបន្ទាប់ពីរយៈពេលចុងក្រោយនេះអាជ្ញាធរកម្ពុជាបានជួយសង្គ្រោះនិងបញ្ជូនពលរដ្ឋវៀតណាមជាបន្តបន្ទាប់ត្រឡប់ទៅប្រទេសកំណើតវិញក្រោយរកឃើញថាជនជាតិវៀតណាមមួយចំនួនដែលរស់នៅលើទឹកដីកម្ពុជាមានជាប់ពាក់ព័ន្ធទៅនឹងប្រតិបត្តិការឆបោកអនឡាញខុសច្បាប់អាយុឧត្តមសុកលូអភិបាលខេត្តបាត់ដំបងដែលបានចូលរួមនៅក្នុងពិធីជួបជុំនោះបានអះអាងថាខេត្តបាត់ដំបងបានដើរតួយ៉ាងសកម្មនៅក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធនិងមិត្តភាពរវាងកម្ពុជានិងវៀតណាមលោកជឿថាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជានិងវៀតណាមនឹងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ